ប្រាប់ពីវិធី3យ៉ាងនៅក្នុងការសង្កេតមើលចន្ទទីបងប្អូនដែលកំពុងតែជួបបញ្ហាធំនៅពេលនេះទី1គឺបញ្ហាកង្វះជាមួយនឹងសារធាតុចិញ្ចឹមឬហៅថាជីបំពន់ទី2គឺកង្វះនៅការថែទាំជាមួយនឹងការកម្ចាត់ជាមួយនឹងសត្វល្អិតដូចជាពពួកចៃសមើលទ្រីបជាដើមហើយទី3ជាមួយនឹងបញ្ហាជំងឺផងដែរហើយមានបងប្អូនជាច្រើនគាត់ក៏បានសួរមកកាន់ខ្ញុំថាតើចន្ទទីរបស់គាត់នៅពេលបច្ចុប្បន្នហ្នឹងស្ថានភាពទាញយកក្តាប់បានដែរឬអត់អញ្ចឹងបងប្អូនតើផ្កាបែបណាដែលអាចបញ្ជាក់ថាទាញយកក្តាប់បានអញ្ចឹងយើងខ្ញុំនាំមកមើលពីផ្កាដែលអាចទាញយកក្តាប់បានណានេះបងប្អូនវិធីគឺបងប្អូនមកចាប់ផ្កាមើលបែបនេះបើចាប់ជាចកោមបែបនេះមកហើយបងប្អូនមកគោះវាបាទរុនវាមកបាទគោះវាមករុនវាបែបនេះហើយបងប្អូនសង្កេតមើលតើផ្កានៅស្រស់អត់បើសិនជាផ្កានៅស្រស់ចាប់ពី 60% បែបនេះគឺបងប្អូនអាចទាញក្តាប់បានជាបន្តបន្ទាប់បើសិនជាផ្កានេះចាប់ផ្ដើមស្ងួតផ្កានេះចាប់ផ្ដើមស្រស់នឹងភាគរយនៅតិចមែនតើអញ្ចឹងបងប្អូនមិនបាច់ទាញឯនាំខាតលុយខ្លាយទាញឆ្នាំហ្នឹងនៅក្នុងការប្រទាញផ្កានៅក្នុងការប្រទាញក្តាប់អូខេណាបងប្អូនអញ្ចឹងបើសិនជាករណីផ្កានៅស្រស់បែបនេះចាប់ពី 60 ឬ 70% ទៅបែបនេះគឺបងប្អូនអាចទាញផ្កាហ្នឹងឲ្យចេញជាក្តាប់បានគឺបងប្អូនទាញជាមួយនឹង speed boron ស្ដេចអកមុនរបស់យើងដែលវាមានរូបមន្តហ្នឹងគឺពិសេសនៅក្នុងដបតែមួយយើងមាន boron បូកជាមួយនឹង gibberellin មួយដបនេះមានទម្ងន់1គីឡូ6ខាំណាអញ្ចឹងគឺបងប្អូនអាចទាញវាបានណានៅពេលដែលទាញមកលោតចេញជាក្តាប់មកចាំយើងទៅប្រើជាមួយនឹងជីបំពន់វិញអូខេអានេះគឺវិធីទី1យើងសង្កេតមើលទៅលើផ្កាបាទអញ្ចឹងជាក់ស្ដែងចំណុចទី1ហ្នឹងគឺយើងទៅមើលទៅលើស្លឹករបស់យើងនេះគឺបញ្ជាក់ថាស្លឹកនេះគឺមានអាហារបំពន់ទំនុកបំរុងគ្រប់គ្រាន់ដូចជាការដាក់ជីគល់ឬការបាញ់ជីទឹកបំពន់ទៅលើស្លឹកហ្នឹងគ្រប់គ្រាន់ហើយបាទអានេះគឺសម្រាប់ទី1យើងមកមើលទី2គឺពាក់ព័ន្ធជាមួយនឹងកត្តាសត្វល្អិតបាទអញ្ចឹងកត្តាសត្វល្អិតណាបងប្អូនមកមើលក្នុងចកោមវាបែបនេះនៅពេលដែលវាមានចេញជាក្តាប់មកបែបនេះហើយអញ្ចឹងយើងនឹងសង្កេតនៅក្នុងចកោមនេះបើករណីមានស្រមើលបាទបើករណីមានស្រមើលយើង check វាមកយើងរុនវាមើលមកបាទបើករណីមានស្រមើលឲ្យបងប្អូនប្រើឈុតស្រមើលបាទឈុតស្រមើលរបស់យើងគឺបងប្អូនខ្ញុំលើកទឹកចិត្តឲ្យបងប្អូនប្រើឈុតនេះណាបាទសម្រាប់ឈុតនេះបើសិនជាបងប្អូនពិនិត្យមើលទៅក្នុងចកោមផ្ដិបបាទមានបញ្ហាចៃស្រមើលផ្ទុះខ្លាំងបែបនេះបងប្អូនប្រើ2ដបនេះ2ដបនេះគឺប្រើ speed សត្វល្អិតបូកជាមួយនឹង speed plus ស្រមើលប្រើទៅគឺវាកម្ចាត់បាទវាកម្ចាត់ពពួកបាទស្រមើលពពួកសត្វផ្សេងដែលវានៅក្នុងចកោមផ្កាឬនៅក្នុងចកោមក្តាប់យើងណាវាមកបឺតមកអញ្ជក់ធ្វើឲ្យផ្កាក្រៀមធ្វើឲ្យក្តាប់ចេញមកហ្នឹងខូចហៀជ័រចេញខូចទៅវិញអញ្ចឹងណាអញ្ចឹងគឺយើងប្រើជាមួយឈុតនេះទៅបាទឈុតនេះគឺកម្ចាត់បានគ្រប់យ៉ាងនៅក្នុងឈុតនឹងតែម្ដងចំណុចទី3គឺពាក់ព័ន្ធជាមួយនឹងជំងឺបាទដូចជាពពួកផ្សិតដែលវាទុំនៅលើគ្រាប់បាទបងប្អូនសង្កេតឃើញទេបាទអញ្ចឹងដូចជាចន្ទទីនេះជាដើមនៅពេលណាដែលមានផ្សិតទុំបែបនេះវានឹងធ្វើឲ្យកើតនៅជំងឺបាទបកទៅជាជំងឺអង់ត្រាណូសបកទៅជាជំងឺផ្សិតដែលទុំនឹងធ្វើឲ្យកើតនៅបញ្ហាស្វិតខ្មៅជ្រុះទៅវិញឬគ្រាប់វានឹងគឺអត់ស្អាតណាខូចទ្រង់ទ្រាយជាដើមអញ្ចឹងខ្ញុំសូមណែនាំបងប្អូនឲ្យប្រើប្រាស់ជាមួយនឹងថ្នាំជំងឺ Speed X នេះបាទបងប្អូនយកជំងឺ Speed X នេះទៅប្រើជាប្រភេទទឹកមួយដបលីទឹកបាន 1000 លីត្រវាជួយទៅលាងសម្អាតពពួកផ្សិតបែបនេះធ្វើឲ្យគ្រាប់វាទុំមកគឺសស្អាតរឹងបាទមានទម្ងន់ណាអញ្ចឹងគឺនេះគឺជាកត្តាជំងឺបើបងប្អូនថែទាំមិនតាន់ទេគឺស្វិតខូចខ្មៅទៅវិញតែម្ដងណាហើយមានមួយទៀតបើបងប្អូនបាញ់ជាមួយនឹង Speed K បើបងប្អូនបាញ់ជាមួយ Speed X ហើយបាញ់បានម្ដងឬ2ដងបងប្អូនបដូរឆ្លាស់ទៅបាញ់ជាមួយនឹង Speed K ប្រភេទម្សៅវិញម្ដងក៏បានដែរដែលធ្វើឲ្យបងប្អូនហ្នឹងគឺមានឱកាសនៅក្នុងការឆ្លាស់ពីហ្នឹងតែម្ដងណានេះគឺជាបញ្ហាសំខាន់3យ៉ាងដែលបងប្អូនប្រជាកសិកររបស់យើងកំពុងតែជួបខ្លាំងនៅពេលនេះកត្តាទី1កង្វះនៅសារធាតុបំពន់កត្តាទី2គឺកង្វះនៅការចាត់ការឬការតាមដានជាមួយនឹងសត្វល្អិតហើយកត្តាទី3គឺពាក់ព័ន្ធជាមួយនឹងជំងឺបាទអញ្ចឹងបងប្អូនតាមដាន3រឿងនេះឲ្យជាប់បើសិនជាបងប្អូនមានលទ្ធភាពទេបងប្អូនយកទាំង3មុខហ្នឹងទៅបាញ់ក្នុងពេលតែមួយក៏បានដែរវានឹងជួយកម្ចាត់បាទបានទាំងសត្វល្អិតបានទាំងជំងឺហើយជួយបានទាំងបំពន់ផ្លែបំពន់ក្តាប់ឲ្យចន្ទទីបងប្អូនហ្នឹងគឺទទួលបានទិន្នផលខ្ពស់ប៉ុណ្្នឹងឯងបាទអរគុណច្រើន